อ๋อบอกลูกนี่กินใจทานลุยสลายให้นะกันลูกชื่อกระเปียให้ก็ผักจานเป็กไอ้ลูกชื่อกระเปียมันจังไงก็ผักสายทานเป็กโครงการได้ประกวดยังฝืนนู้กำลังวินิจฉัยปัญหาจะเริ่มเป็นชบหาโอ้ยกลมจังไอ้หน้าของลูกฉันกรอนแต่ยืนลิงตาสมโตจะมายืนเป็นให้โอ้ยอ๋อบอกชินยาบอกในบอร์ดเต้หายบอกตลอดมาเป็นตามปีนานั้นเติมตามบอร์ดแค่นี้เต้ฟังแค่นี้ครบกับนัดไอ้นี่คือกระโดดเชื่อมเตรียมจะมาเอาเนี่ยโอ้บอกชินยาบอกมาตะกรุนปานหายจังไปกระโดดฟุตไอ้จริงกูบอกធ្វើស្អីហ្នឹងមើលមិនដឹងទេថាបងមិនពេញចិត្តនោះបងឈិញមកអាចជាអ្នកប្រាំមែនទេគួរទេដឹងខ្ញុំមិនបានប្រាប់គាត់ទេខ្ញុំមិនដឹងគាត់ត្រឡប់មកវិញផងហ្នឹងអញ្ជើញគាត់មកធ្វើស្អីចិនជូមិនបានជួបគ្នាជាយូរហើយតែមួយរយៈនេះចាំមិនដែរឡនតាចិនជូការដែលខ្ញុំត្រឡប់មកវិញម្ដងនេះគឺខ្ញុំចង់គឺបងចិនយ៉ាបងណែពួកអញកំពុងធ្វើអីហ្នឹងដូចជាមិនចង់ស្វាគមន៍យើងអញ្ចឹងនេះមិនមែនទេបងចិនយ៉ាមិនមកអង្គុយក្បែរខ្ញុំតិចទៀតអីមកនេះមកយិនជូតើអង្គុយត្រង់ទៅយិនជូយើងមិនបានជួបគ្នាដល់តែ2ឆ្នាំចាត់ទុកថាមិនចាស់មកនិយាយគ្នាមិនបានទេឬមួយ2ឆ្នាំមកនេះបងមិនអាចភ្លេចខ្ញុំទេនៅតែនឹកដល់ខ្ញុំយិនជូឥឡូវនេះខ្ញុំត្រឡប់មកវិញហើយយើងមកចាប់ផ្ដើមសារថ្មីណានេះគឺសង្សារចាស់លោកលោកមែនទេនាងជាអ្នកណាសុំទោសណាខ្ញុំសុំណែនាំខ្លួនបន្តិចខ្ញុំជាភរិយារបស់លោកលោកឈ្មោះថានូនភរិយាមិនអាចទៅរួចទេហេតុអីខ្ញុំមិនដឹងថាលូយិនជូរៀបការហើយនូននាងជាភរិយារបស់ខ្ញុំយើងរៀបការជាមួយគ្នារួចហើយយិនជូបងនិយាយលេងមែនទេបងរៀបការរួចហើយហេតុអីខ្ញុំមិនដឹងទាល់តែសោះអញ្ចឹងរឿងនេះខ្ញុំចាំបាច់ប្រាប់នាងដឹងដែរមិនមែនបាត់នឹងទេយិនជូបងទៅតែដឹងខ្លួនមករៀបការលឿនបែបនេះបានយ៉ាងម៉េចទៅគឺបងតាំងចិត្តធ្វើបាបខ្ញុំមែនទេខ្ញុំធ្វើយ៉ាងម៉េចនាងគ្មានសិទ្ធិទេយិនជូយើងមកនិយាយគ្នាឲ្យស្រួលបួលទៅបងលូថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំនៅខាងមុខមានខ្លឹមនាំគ្នាទៅនិយាយអីនៅខាងក្រៅទៅចង់និយាយអីក៏និយាយទៅកុំធ្វើឲ្យបងខ្លាចមានអារម្មណ៍មិនល្អត្រូវទេខ្ញុំមិនថាអីទេគឺថាបងខ្លាចរឿងបងចិនយ៉ាជាសង្សារចាស់បងលូបងដឹងដែរទេគេមិនអាចប្រាប់ខ្ញុំពីរឿងនេះតតែសោះការពិតទៅបងឈិញនិងបងលូបែកគ្នាតាំងពី2ឆ្នាំមុនមកម្លេះពេលហ្នឹងបងឈិញគិតថាបងលូរវល់តែពីការងារមិនគិតពីខ្លួនហើយក៏សុំបែកតែម្ដងតែក្រោយមកបងស្រីក៏តាមឈប់សោះប៉ុន្តែពេលដែលបងប្រុសគាត់គ្រោះថ្នាក់ចរាចរណ៍ក៏គេទៅនៅបរទេសបាត់ទៅមិនហើយណែឯកថាបងប្រុសលូទៅតែដឹងខ្លួនថែមទាំងទទួលបានតំណែងបន្តទើបបានជាបងចិនយ៉ាត្រឡប់មកវិញមកពេលនេះពិតជារឹសពេលសោះមែនទេមានរឿងអីក៏ឆាំនិយាយមកខ្ញុំមិនចង់ភរិយារបស់ខ្ញុំមានការយល់ច្រឡំទេណាចិនជូខ្ញុំជឿថាវាជារឿងពិតទេបងរៀបការតាំងចិត្តមិនជឿខ្ញុំមែនទេបងប្រហែលជាគិតថាពីមុនខ្ញុំតាំងចិត្តបោះបងចោលតែមិនមែនបែបហ្នឹងទេការពិតទៅនេះមិនមែនជារឿងសំខាន់ឡើយយើងបែកគ្នាមុនពេលទូឧបត្តិហេតុមិនថានាងទៅទីណាទេគឺខ្ញុំមិនខ្វល់ហើយយិនជូនៅក្នុងចិត្តខ្ញុំគឺមានតែបងម្នាក់គត់លេងខ្ញុំមិនលេងទេការត្រឡប់មកវិញរបស់ខ្ញុំម្ដងនេះក៏ព្រោះតែបងយិនជូពេលឆ្នាំមុននេះខ្ញុំព្យាយាមរកពេទ្យដែលពូកែបំផុតឲ្យបងខ្ញុំបន់ស្រន់ឲ្យបងឆាប់នឹងខ្លួនវិញក្នុងចិត្តខ្ញុំមានតែបងរហូតណាយិនជូយើងមកចាប់ផ្ដើមសារជាថ្មីណាចាប់ផ្ដើមសារថ្មីទៅមិនចាំបាច់ទេនៅក្នុងចិត្តខ្ញុំមាននោះហើយយិនជូរឿងអាដឹកបងលេងចាំបានហើយមែនទេមុនពេលដែលនាងនៅជាមួយខ្ញុំនាងភ្លេចហើយមែនទេបងប្រាប់ថាស្រីនៅខាងក្រៅមាត់លឺតែខ្ញុំយកអាសាបងទាំងស្រីអស់នឹងចេញទៅអស់ប៉ុន្តែបងប្រាប់ខ្ញុំថាអ្នកនៅក្បែរខ្លួនបងមានតែខ្ញុំម្នាក់ហេតុអីក៏ខុសពីសន្យាអញ្ចឹងការពិតទៅនេះគួរអត់ខានជាងស្រីទាំងអស់នោះទៀតខ្ញុំនិយាយម្ដងទៀតលេងខ្ញុំទៅមិនលេងទេរឿងពីមុនគឺខ្ញុំខុសហើយប៉ុន្តែពីឆ្នាំមុននេះខ្ញុំព្យាយាមរកពេទ្យដែលពូកែបំផុតឲ្យបងរាល់ថ្ងៃក្នុងចិត្តខ្ញុំមានតែបងអារម្មណ៍របស់ខ្ញុំបងមិនយល់ពិតមែនទេនូនម្នាក់នោះខ្ញុំឃើញមនុស្សស្រីបែបហ្នឹងមកច្រើនហើយនាងរៀបការជាមួយបងព្រោះទៅលួចបងប៉ុណ្ណោះមើលទៅសង្សារចាស់មិនអាចស៊ូពលឺប្រចាំបានពិតមែនស្លាប់ហើយមិនក៏ពួកគេមិនតន់ត្រឡប់មកវិញទៀតបងថ្លៃពួកគាត់គឺជារឿងអតីតកាលទេមកផឹកជាមួយគ្នាទៅបងមិនខ្វល់មែនហើយខ្ញុំជួលកាយជាមួយបងខ្ញុំទៅតែនឹកឃើញថាមានប្រយ័ត្នត្រូវធ្វើខ្ញុំទៅសិនហើយណែបងថ្លៃបងថ្លៃកុំតទៅបែបហ្នឹងអីខ្ញុំប្រាប់បងប្រុសលូយ៉ាងម៉េចទៅយិនជូការបែកពីបងគឺជារឿងអាក្រក់បំផុតសម្រាប់ខ្ញុំវាសំណាងនៅក្នុងសំណាងអាក្រក់ខ្ញុំបាននិយាយជាមួយនាងច្បាស់លាស់ហើយនាងក៏ដឹងថាខ្ញុំជំនួសយ៉ាងម៉េចកុំមកខ្សែលើជាមួយខ្ញុំទៀតណាបានអញ្ចឹងពួកយើងទៅនាងតាបាត់ហើយណែបងប្រុសខ្ញុំមិនមែនចង់មកតបបងទេណាអ្វីដែលបងធ្វើនេះគឺបាក់មុខមនុស្សប្រុសណាកុំខំស្លាប់ព្រាននៅមាត់ហើយរំលងទៅដួសក្នុងឆ្នាំងអីគួរតែគោរពភេទវាខ្លះទៅកុំនិយាយច្រើនពេកឯងបិទមាត់ទៅបងប្រុសបងថ្លៃក៏ប្រាប់ថាគាត់មានធរៈក៏ប្រញាប់ទៅតែម្ដងទៅបងទៅនិយាយជាមួយគាត់ទៅកុំឲ្យមានការជិះច្រឡំនូនលោកបាយសងសា2ឆ្នាំហើយប្រហែលមានអ្វីត្រូវនិយាយគ្នាច្រើនទេខ្ញុំទៅសិនហើយវាជារឿង2ឆ្នាំមុនទេលោកមិនបាច់អធិប្បាយឲ្យខ្ញុំស្ដាប់ទេខ្ញុំចាប់អារម្មណ៍ទេទៅជាមួយនាងទៅខ្ញុំទៅពីអ្នកគ្មានអីពាក់ព័ន្ធគ្នាទេគ្មានអីប៉ិតមែនចាប់បាច់អត់ថាគ្នាបណ្ដានិយាយបណ្ដាមែនទេមិនមានអីនឹងគ្នាមែនទេហេតុអីចាប់បាច់និយាយបណ្ដាថាគ្នាបណ្ដាធ្វើអីណែចង់ធ្វើអីគឺខ្ញុំមានធុរៈនៅស្ទូឌីយោខ្ញុំសុំទៅសិនហើយលោកកុំយកទៅចិត្តខ្លួនបានទេគឺខ្ញុំមកប្រាប់នាងហើយថាជននៅគេគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទេនេះវាជារឿងការពី2ឆ្នាំមុនបាទនាងគិតថាគេមករំខានចិត្តនាងខ្ញុំមិនឲ្យគេទៅបរទេសវិញខ្ញុំមិនទាន់បាននិយាយទេលោកក៏ដាច់ចិត្តធ្វើអីបើលោកមិនមានអារម្មណ៍ខុសហេតុអីត្រូវបញ្ជូនគេត្រឡប់ទៅវិញនោះមានសង្សារចាស់សេរីដោយលោកទៀតដែរហេនូនត្រឡប់មកវិញហើយអីមកណែមើលគុជមួយនេះទៅចូលចិត្តទេបើកូនចូលចិត្តម៉ាក់នឹងឲ្យគេទិញយកមកឲ្យកូនណាចូលចិត្តទេម៉ាក់
ឲ្យខ្ញុំច្រើនណាស់ហើយមិនបាច់ចំណាយអត់ប្រយោជន៍ទៀតទេអាយ៉ាអញនិយាយថាអត់ប្រយោជន៍ចាំម៉េចអញជាកូនប្រសាទតែម្នាក់គត់របស់ម៉ាក់ពេញចិត្តនឹងទិញឲ្យហេកាត់អីហេតុអីក៏ភ្នែកក្រហមអញ្ចឹងអត់ទេគ្រាន់តែខ្យល់បាត់ទៅភ្នែកខ្ញុំសុំតែបន្ទប់ទឹកសិនហើយអញធ្វើស្អីធ្វើឲ្យកូនប្រសាទយើងខឹងមែនទេគឺខ្ញុំបើយើងដឹងថាអញធ្វើឲ្យកូនប្រសាទយើងខឹងយើងនឹងមិនអភ័យទោសឯងដាច់ខាតឈីងយ៉ាងទេមករកអីអាឡូឈីងយ៉ាងអាឡូអ៊ំស្រីលូខ្ញុំគឺឈីងយ៉ាងត្រឡប់មកវិញហើយអ៊ំនៅផ្ទះទេខ្ញុំតែនិយាយបានពីបរទេសចាំយកមកជូនអ៊ំឈីងយ៉ាងអ៊ំមិនបាននៅផ្ទះទេអ៊ំទៅលំហែកាយនៅប្រទេសបារាំងចំណាយគ្រឿងកាដូស្រេចតែវាទៅអ៊ំមិនបានខ្វះខាតអីទេបានល្អចាំនិយាយគ្នាទៀតណាព្រោះឈីងយ៉ាងមែនទេបាទខ្ញុំគិតថាប្រហែលជាអញ្ចឹងហើយប្រហែលជាអញ្ចឹងស្អីឯងនេះក៏ចេះតែអញ្ចឹងដែរយើងប្រាប់ឯងណាមនុស្សស្រីឈ្មោះឈីងយ៉ាងនេះយើងមិនចូលចិត្តទេបើឲ្យសាច់ឈីងយ៉ាងធ្វើនួនខឹងទ្រព្យសម្បត្តិតកូលូអញមិនបានសុបអីមួយសេនម៉ាក់ធ្វើស្អីហ្នឹងណែរៀបការជាមួយគ្នារួចហើយបានតែមិនបានទេអីខ្ញុំមិនមែនជាព្រះពុទ្ធសាសនាណាអូយលោកជាមនុស្សអាក្រក់ណាអាឡូអ្នកនាងលូគឺជាខ្ញុំអ្នកនាងឈីងចៅយើងជួបមិននៅទេតែរកខ្ញុំហ៎ចាំបានខ្ញុំទៅឥឡូវនេះនួនមកហើយហ៎អង្គុយទៅអ្នកនាងឈីងចៅមានធរៈអីជាមួយខ្ញុំមែនទេនួននាងធ្វើការអីអ្នកគូម៉ូតច្បាស់ដើមអ្នកនាងចៅខ្ញុំមិនចូលចិត្តនិយាយអូកាឡាទេមានអីក៏និយាយត្រង់ទៅខ្ញុំបានឮមកថាម្ដាយនាងជាអ្នកបម្រើរបស់ត្រកូលលាវជាត្រកូលលំដាប់នាំមុខដ៏ធំនៅទីក្រុងណាខ្ញុំក៏ជាមនុស្សស្រីខ្ញុំយល់អារម្មណ៍របស់មនុស្សដែលចង់តាមអ្នកមានលុយមានអំណាចហើយយ៉ាងម៉េចនាងមានអីចង់និយាយហ៎នួននាងហើយនឹងយន្តជូមិនស័ក្តិសមគ្នាទេត្រឹមឋានៈរបស់នាងតើនាងអាចឲ្យអ្វីយន្តជូបានទៅខ្ញុំអាចឲ្យអ្វីទៅគេបានខ្លះមិនបាច់ឲ្យសង្សារចាក់ដូចនាងមកបារម្ភទេអ្នកនាងចៅនាងនឹងខ្លាចជាដិតរបស់យន្តជូទៅហើយម្ដាយរបស់នាងមិនបានបដិសេធទេមែនទេថាមិនគួររវល់នឹងជីវិតគូរបស់អ្នកដទៃព្រោះជំទី3នេះវាអាចបំផ្លាញក្តីសុខគ្រួសារអ្នកដទៃបានវាជាគួរខ្មាស់គេខ្លាំងណាស់ត្រាំងជានាងទៅវិញទេដែលបំផ្លាញក្តីសុខអ្នកដទៃហើយគឺជាជំទី3នោះខ្ញុំនឹងយន្តជូចូលឲ្យតែសវលរួចហើយអ្នកណាជាជំទី3ថាតែមើលក្នុងកាតនេះមាន10លានយកទៅ10លានច្រើនខ្លាំងណាស់នាងគិតថាខ្ញុំចាប់អារម្មណ៍នឹងលុយ10លានរបស់នាងមែនទេលុយដែលមកជូនជូឲ្យខ្ញុំរួមទៅក៏រាប់10លានដែរគិតចង់យកលុយ10លានមកទិញកបាស់ខ្ញុំនាងគិតថាខ្ញុំជាស្អីនៅនោះមនុស្សស្រីដូចនាងខ្ញុំឃើញមកច្រើនហើយមែនហើយនាងប្រហែលធ្លាប់ឃើញច្រើនហើយក៏ប៉ុន្តែយន្តជូដែលជាអ្នកមកស្រឡាញ់ខ្ញុំគួរឲ្យខឹងដែរទេខ្ញុំមានផ្ទៃពោះថាម៉េចពេលឆ្នាំមុនខ្ញុំបាច់យន្តជូគេក៏ជួបឧបទ្ទហេតុពេលហ្នឹងខ្ញុំខូចចិត្តខ្លាំងណាស់ទៅបានជាទៅបរទេសហើយក៏ទៅតែដឹងថាខ្លួនឯងមានផ្ទៃពោះនោះនេះជាលទ្ធផល DNA ហើយនឹងរូបក្មេងខ្ញុំមិនបានកុហកទេពេលគេកំពុងតែធំខ្ញុំចង់ឲ្យគេធំដឹងក្តីជាមួយគ្រួសារដ៏កក់ក្ដៅគេមិនអាចខ្វះពុកបានទេបើមិនមែនដោយសារកូនខ្ញុំមិនខ្មាស់នឹងមករកយន្តជូម្ដងទៀតទេនាងនិយាយជាការពិតមែនទេខ្ញុំធ្វើទាំងអស់នេះក៏ដោយសារតែកូននួនខ្ញុំមិនបានកុហកនាងពិតមែននួននាងខ្ញុំនឹងលែងលះឲ្យនាងធ្វើអីហ្នឹងតែសន្យាលែងលះនៅលើតុខ្ញុំសញ្ញារួចហើយកន្លងមកឲ្យខ្ញុំសុំទោសជប់សិននួនមានរឿងអីអាចនិយាយឲ្យខ្ញុំស្ដាប់បានទេយើងលែងគ្នាទៅខ្ញុំមិនចង់ខ្លាចជាជនទី3បំផ្លាញគ្រួសារគេទេជនទី3មែនទេកាលពីនាងគ្មានណាឲ្យខ្ញុំមានជនទី3មកបណ្ដាទេនាងប្រាប់ថានាងមានកូនហើយនាងខុសចិត្តណាស់ដែលបែកពីលោកនៅពេលហ្នឹងពេលទៅដល់បរទេសទើបបានដឹងថាខ្លួនឯងមានផ្ទៃពោះលោកប្រុសលោកចូលរួមត្រេកអរផងណាទើបតែជាពីជំងឺក៏មានកូនអាយុ2ខួបទៅហើយខ្ញុំមើលរូបក្មេងហើយគួរឲ្យស្រឡាញ់ខ្លាំងណាស់ហេកូនមែនទេឡើងខ្ញុំទៅអាឡូលេខាឈិនជួយស៊ើបប្រវត្តិឈិនចៅឲ្យខ្ញុំទៅណាលោកប្រធានខ្ញុំកំពុងតែចង់រាយការណ៍ខ្ញុំស៊ើបតាមពីព័ត៌មានកូននាងហើយឡងខ្ញុំបានទៅលេខាឈិនហើយតែទៀតខ្ញុំអធិប្បាយឲ្យស្ដាប់ខ្ញុំមិនត្រូវការពីអធិប្បាយអីទេនួនមានរឿងអីមែនទេទៅសម្រាប់ដើរលេងជាមួយយន្តជូអីម៉ាខ្ញុំប្រហែលនៅជាមួយយន្តជូលេងបានហើយមួយរយៈពេលកន្លងមកនេះខ្ញុំសុំទោសឈប់សិនហើយនេះវាមានរឿងអីទៅម៉ាក់កុំបារម្ភអីខ្ញុំអាចចាត់ការបានបញ្ញាទៅតាមទៅបើតាមមិនបានបាច់មកវិញទេលេងខ្ញុំណាមិនលេងទេមិនប្រកាសឲ្យខ្ញុំអធិប្បាយម្ដងទេហើយកុំកាត់ជាមួយខ្ញុំនួននាងឃើញខ្ញុំជាអ្វីខ្ញុំទៅតាក់ទងជាមួយគេហើយខ្ញុំហ៊ានបញ្ជាក់ច្បាស់ថាខ្ញុំមិនបានប៉ះពាល់នាងទេហើយខ្ញុំក៏មិនបានស្រឡាញ់ជាសុខបីតែបន្តិចលោកនិយាយនេះជាការពិតមែនទេតាមខ្ញុំចង់មកខ្ញុំទៅណាមកយន្តជូមករកខ្ញុំមែនអ្នកនាងជូមានព័ត៌មានមួយចំនួនអ្នកនាងមើលសិនទៅ
មិនជាកូនរបស់ជាជីងហេតុអីក៏ថាជាកូនរបស់ខ្ញុំ ខ្ញុំ ពីឆ្នាំមុននាងនៅជាមួយខ្ញុំយើងធ្លាប់ប៉ះពាល់គ្នាពីណាខ្ញុំហើយនាងពីមុនមកគឺមិនដែលធ្លាប់ប៉ះពាល់គ្នាទេជីងចៅតកូលរបស់នាងប្រហែលជាលែងចង់នៅក្រុមណាននេះហើយខ្ញុំនឹងបណ្ដេញពួកនាងចេញពីក្រុមណាន ជន់ជូហេតុអីធ្វើបែបនេះដាក់ខ្ញុំ អញ្ចឹងប្រាប់មកថាខ្ញុំធ្លាប់ប៉ះពាល់ខ្លួននាងទេឆ្លើយនឹងសំណួរខ្ញុំស្មោះមិនអញ្ចឹងទេខ្ញុំនឹងបោះអាក្រាតប៉ាម៉ាក់របស់នាងលួចចម្លងការងារពីសាលារំឲ្យអ្នកគ្រប់គ្នាបានដឹង អត់ទេមិនធ្លាប់ទេខ្ញុំខុសហើយជន់ជូតាមបាត់ទៅ ខ្ញុំមិនចង់ឃើញមុខនាងតទៅទៀតទេលេខាឈិននាំនាងចេញទៅបាននាងឆាប់ចេញទៅ ខ្ញុំខុសហើយជន់ជូសំទោសណាខ្ញុំមិនគួរមិនជឿចិត្តលោកទេ កុំឲ្យមានទៀតអីណា វិនមានអីមែនទេតែមក9ទៅពិធីជួបជុំមករួមថ្នាក់ជួបជុំមករួមថ្នាក់អីអូខេខ្ញុំនឹងទៅឲ្យតន់ខ្ញុំចាំណា អនាម័យសត្វក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចំណែកចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, Tocopol vitamin E skin care ស្រាលស្រស់ទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានគំនិត pH 4.5ការពារភាពស្ងួតរលាករមាស់ សេថងបងធានហៅសំទោសផងណាចែកដល់ឡានជាប់ច្រើនពេកហួយវិនខាងជួបគ្នាយូរស្អាតដល់ហើយណោះសេថងនាងនៅតែដដែលក្នុងចំណោមមិត្តភក្តិនាងសម្ដីបែបជាងគេបំផុតណាវិនចំអកខ្ញុំទៀតហើយមែនហើយលើថាបងលួតែក្រុមហ៊ុនលូមកជួលហ៎ ពីថ្ងៃមុនទើបតែចូលជាបុគ្គលិកប្រចាំ ពីថ្ងៃមុនទើបចុះកិច្ចសន្យាលទ្ធផលចេញមកធ្វើជាបុគ្គលិកប្រចាំ ក្រុមហ៊ុនលូជាក្រុមហ៊ុនដែលធំបំផុតនៅលើលោកបានលើកថាការជ្រើសរើសបុគ្គលិកមានលក្ខខណ្ឌច្រើនណាស់បានចូលទៅក្រុមហ៊ុនលូដូចជាឈានជើងចូលចំណុចជោគជ័យខ្ពស់បំផុតនៅក្នុងជីវិតហើយ សំទោសគ្រប់គ្នាខ្ញុំមកជឿថាស្លាប់ហើយនៅនោះអញចូលរួមកម្មវិធីរួមថ្នាក់ហេតុអីក៏បាច់ញជួបខ្លួនអញ្ចឹងនៅម្ដងផ្ទះខ្ញុំគ្មានឡានឈ្នួលហើយក៏គ្មានរថភ្លើងទីទៅខ្ញុំជិះកង់ អាម៉េចនៅជីកង់ទៀតហើយមិត្តរបស់យើងគឺជីឡានអស់ហើយមានការងារធ្វើហើយនៅជីកង់ទៀតនេះមើលទៅវាដូចជាមិនល្អទេដឹង ជិះកង់ទៅវាយ៉ាងម៉េចជិះកង់គឺជាការ ស្រ ស្វែ ឡាញ់ ង លោ លោក ក ថ្ងៃនេះខ្ញុំគិតថាគ្មានអ្វីមកទេស្វាមីប្រធានរបស់នាងហេតុអីក៏មិនមកជាមួយដែរ សម័យប្រធាននោះឯងរៀបការជាមួយប្រធានពីពេលណាមក ស្វាមីប្រធានរបស់នាងប្រហែលជាកំពុងតែលើក